จะសូមជំរាបសួរចានឹងស្វាគមន៍មកកាន់ channel របស់នាងខ្ញុំផងដែរចាហើយនៅថ្ងៃនេះផងដែរគឺនាងខ្ញុំមានកម្រងរូបភាពចាដែលធ្វើជាវីដេអូអំពីដំណើរកម្សាន្តចាទៅទឹកជ្រោះចាឈ្មោះថា Amiga Lola ឬ Amiga Live ចាដែលបានធ្វើឡើងកាលពីខែមិថុនាឆ្នាំ2025ចាបើគិតទៅគឺ8ខែមុននេះឯងចាដោយសារតែនាងខ្ញុំមានភាពមមាញឹកចានៅក្នុងការបំពេញការងារចាអញ្ចឹងគឺអត់មានពេលដើម្បីធ្វើជាវីដេអូចាដើម្បីផុសក្នុង channel របស់នាងខ្ញុំចាហើយឥឡូវនេះគឺនាងខ្ញុំទើបតែអាចឆ្លៀតឱកាសបានដើម្បីធ្វើចាអញ្ចឹងនាងខ្ញុំសូមជូនវីដេអូនេះដើម្បីបងប្អូនបានទស្សនាក៏ដូចជារីករាយចានៅដំណើរកម្សាន្តរបស់នាងខ្ញុំផងដែរចាហើយនេះគឺនាងខ្ញុំឈប់នៅតាមផ្លូវចាដោយសារតែមានកន្លែងដែលគេអាចមើលទេសភាពភ្នំចានេះគឺយើងមកដល់ហើយចាហើយគឺថាគឺអាកាសធាតុគឺអំណោយផលតែម្ដងចាដោយសារតែពេលនោះគឺជាខែកក្កដាឆ្នាំ2025ចាហើយគឺមានមនុស្សមកទស្សនាច្រើនចាហើយដោយសារតែថ្ងៃចុងសប្តាហ៍ចាអញ្ចឹងទៅយើងទាំងអស់គ្នាបានធ្វើដំណើរទៅហើយនេះផងដែរនៅទីកន្លែងនេះផងដែរគឺយើងមានផ្លូវពីរឡើងចាទីមួយយើងអាចដើរដោយថ្មើរជើងហើយនឹងមួយទៀតគឺយើងអាចបើកឡានមកដល់ខាងលើទឹកជ្រោះតែម្ដងចាអញ្ចឹងគឺសម្រាប់អ្នកដែលគាត់ឈឺជើងឬក៏មានបញ្ហាការដើរមិនសូវបាននោះគឺគាត់អាចជិះឡានមកដល់ខាងលើហ្នឹងហើយយើងចុះតែបន្តិចទៅគឺដល់គឺទឹកជ្រោះតែម្ដងហើយបើមិនអញ្ចឹងទេយើងអាចធ្វើដំណើរថ្មើរជើងចានេះគឺជាដំណើរថ្មើរជើងដែលមានកម្ពស់ខ្ពស់គួរសមដែរចាបើសិនយើងដើរគឺប្រើរយៈពេលប្រហែលជា1ម៉ោងជាងអីចឹងប៉ុន្តែនៅតាមកន្លែងមួយគឺគេមានកន្លែងដើម្បីយើងជប់សម្រាកយើងអាចអង្គុយមើលឬក៏សម្រាកដើម្បីហត់បានព្រោះគេមានទឹកជ្រោះមុននឹងយើងឡើងមកដល់នោះមានទឹកជ្រោះជាដំណាក់ណាដល់ពេលអញ្ចឹងគឺយើងអាចឈប់តាមដំណាក់ហើយមើលឬក៏យើងអាចជិះឡានឡើងមកដល់លើតែម្ដងហើយយើងចុះត្រឡប់ទៅវិញក៏បានចាអញ្ចឹងគឺមានភាពងាយស្រួលចាហើយនេះផងដែរគឺនៅខ្ញុំនេះកន្លែងគេអង្គុយលេងហ្នឹងបងប្អូនមកឃើញហើយគឺយើងចុះមកនិយាយចាំទៅចុះពីលើមកវិញចាអញ្ចឹងយើងឡើងពីក្រោមទៅក៏បានយើងចុះពីលើទៅក៏បានហើយយើងចង់ជិះឡើងមកដល់លើក៏បានយើងចង់ឈប់ឡើងក្រោមហើយឡើងមកលើក៏បានដែរអញ្ចឹងគឺទេសភាពស្អាតចាហើយវាគឺជា state park ផងដែរហើយយើងក៏បានខ្ចប់បាយចាដើម្បីយកទៅញ៉ាំដូចលក្ខណៈ picnic អញ្ចឹងដែរចាហើយគឺមានភាពសប្បាយរីករាយចានោះគឺទឹកជ្រោះស្អាតមែនតើចាដូចយើងធ្លាប់ឃើញនៅលើកម្រិតសភៅកាលពីយើងនៅក្មេងៗណាគឺជាក់ស្ដែងគឺមានពិតប្រាកដមែនដោយសារតែពីតូចយើងឃើញរូបភាពនេះស្មានតែគ្រាន់តែជាការប្រឌិតឡើងឬក៏ជាការធ្វើតាមរយៈកុំព្យូទ័រណាប៉ុន្តែជាក់ស្ដែងគឺទឹកជ្រោះនោះគឺពិតជាមានមែនចារូបភាពគឺស្អាតដូចនៅក្នុងកម្រិតសភៅរៀនធ្លាប់ឃើញអញ្ចឹងចាអញ្ចឹងសង្ឃឹមថាបងប្អូនបានទស្សនាក៏ដូចជាសប្បាយរីករាយចាស់ក្នុងការទស្សនានៅរូបភាពផ្សេងៗដែលខ្ញុំបានផុសនេះផងដែរចាបើសិនជាបងប្អូនបានមកទស្សនាផ្ទាល់វិញគឺថារូបភាពដែលនាងខ្ញុំបានប្រឌិតនេះបងប្អូនពិតជាសប្បាយរីករាយនិងប្លែកមែនតើចាដោយសារតែរូបភាពនេះគឺជារូបភាពដែលស្អាតចាគឺទឹកជ្រោះគឺស្អាតតែម្ដងហើយជាតំបន់ធម្មជាតិចាហើយក៏មិនចំណាយពេលវេលាយូរដែរគឺនៅក្បែរនឹងដែរទេចាមិនទៅជានៅឆ្ងាយប្រហែលទេក៏ប៉ុន្តែរមណីយដ្ឋាននេះគឺពិតជាស្អាតចាហើយគឺប្លែកភ្នែកតែម្ដងដោយសារតែយើងឃើញទឹកជ្រោះហើយសំខាន់បំផុតគឺយើងអាចបើកឡានមកដល់លើនឹងតែម្ដងមិនបាច់ដើរថ្មើរជើងទេបើមិនយើងមានបញ្ហាជើងឬក៏មិនចង់ដើរឆ្ងាយអីចឹងអាហ្នឹងគឺយើងអាចជិះឡានមកដល់ខាងលើនឹងតែម្ដងហើយបើយើងចុះបន្តិចមកគឺដល់ទឹកជ្រោះហ្នឹងហើយចាអញ្ចឹងគឺมันពិបាកក្នុងការធ្វើដំណើរទេចាហើយបើសិនជាអ្នកដែលចូលចិត្ត
đa là tre lên chẳng anh cứ ai là tạm tham chơi cái chọn là càng cao hay là tham chơi cho hai đi phong ná cứ nên trong của mình không vui mà nè đại cho hai có mò pi rọt phê chẳng cái chuông có mà lên nơi tin chăm mà đâu là xa tai với sát hai mình rơi chùm này pe bị trái này cho hai cái con nên trong nó còn sờ bài đây choสบายจ้ะสบายเช็ดหนึ่งบานมือวิดีโอนี่จะนี่คือพลอยดาได้ยังดาเตยกลายจอดลานวิ่งจ้ะนี่ปีตักจะรู้มากหลายจอดลานไหมก็มันมีจำงานช่างงานนั่นคือเจ็ดจ้ะให้คือนึกย้ำเป็นเจ็ดหนึ่งที่สพีบขอโดยจีรูปพีบแต่บางประเด็นมาเนี่ยนะจะให้อากาศเย็นก็อ่อนหน่อยพอแต่ติดจ้ะคือติดเจ็บมันก็ได้ประมาณนี้ปูเอ็มมีนดามเชื่อมาลบทำใบใหญ่ยังชรอกหรือก็ออมนานๆยี่หน่อยยังมันเอายังก็ได้บ้านจะเชิงโซมาจุนโปก็โดยจีเอาคนมองอ่อนออกนี่เดบานตัวสนะจะหาอย่าจูบนี่ในวิดีโอกราวจะชมรีบเรียสกสบายถึงออกนี่จะส้มออกคนบ๊ายบาย